ចង់ហូបគាវចំហុយយ៉ាងមួយរយៈនេះខ្ញុំធ្វើគាវចំហុយបាន2 ដងហើយឥឡូវបានស្គាល់ផ្សារស៊ីរាងច្រើនខ្ញុំទៅផ្សារទិញរបស់មួយចំនួនដែលខ្វះខាតទិញបានអាជីណូម៉ូតូមួយកញ្ចប់ម្សៅតលុងមួយកញ្ចប់និងម្សៅតាណាមួយកញ្ចប់ទិញសំបកគាវនោះមួយកញ្ចប់ដែរហើយនឹងទិញបាញ់ហុយមួយកញ្ចប់បាញ់ហុយនេះនាំចូលពីប្រទេសអាមេរិកឌីដូរៀបចំធ្វើគាវនេះធ្វើលើកទី2ហើយព្រោះលើកនេះខ្ញុំថែមណែស្ពៃបូកូសួរស្នេហាខ្ញុំទៅគាត់ថាលើកមុនក៏ធ្វើដាក់ស្ពៃបូកូដែរណាគាត់ថាហាន់ទូចៗអញ្ចឹងទៅរោយអំបិលហើយទុកឲ្យវាជ្រាបអំបិលចេញទឹកឲ្យអស់ហើយលើកនេះខ្ញុំក៏ថែមការ៉ុតបន្តិចដែរការ៉ុតនោះសល់តែមួយផ្នែកឡើងស្វិតហើយបានយកគ្នាមកប្រើប្រាស់ការ៉ុតនេះខ្ញុំចិត្តទៅអត់បានតូចក៏ប៉ុន្តែខ្ញុំចង់បានតូចជាងនេះដែរពីព្រោះដាក់ជាមួយនឹងសាច់ដែលនៅសល់សាច់នេះសល់ខ្ញុំដាក់ទូទឹកកកទេទៅយកមកលាយគ្រឿងជាមួយស្ពៃបូកូជាមួយនឹងការ៉ុតសម្បកគាវដែលទិញលើកមុននឹងអស់ហើយអានេះសម្បកគាវថ្មីសម្បកគាវថ្មីនេះទិញចាយលុយរៀងធំតិចទិញអស់3 ផោនតែវាលើកនេះបានល្អស្វិតល្អហើយនឹងក្រាស់ហើយបានច្រើនដែរអ្នកសូវចេះខ្ចប់ទេខ្ញុំចេះតែធ្វើទេអ្នកក្បួយទៅចាប់ហើយខ្ញុំធ្វើបាន2 3ក្បាច់ដែរមើលក្នុង YouTube ប៉ុន្តែធ្វើអត់ស្រួលទៅខ្ញុំចេះខ្ចប់ទៅអ្នករូបរាងវិញចេះឯងហើយធ្វើក្បាច់ទី2នេះចង់សើចថាធ្វើជារុក្ខដែលមានចេញកែណានេះចេញស្ដីនេះតែអ្វីដែលសំខាន់គឺខ្ចប់ទៅវាចិត្តបន្លែចិត្តអីកុំឲ្យវាធ្លាយចេញបន្លែចេញសាច់វីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើនជម្រាបលា